ហេសួស្តីអ្នកទាំងអស់គ្នាខ្ញុំណាក់ពេលនេះយើងមកតាមដានសាច់រឿង Marvel Zombie ជាបន្តទៀតនៅដើមអេពីសូតទី2នេះសាច់រឿងបានបង្ហាញឲ្យយើងឃើញពីក្រុមមនុស្សដែលនៅរស់មួយក្រុមទៀតកំពុងរត់គេចចេញពីការវាយប្រហាររបស់ Zombie នៅក្នុងនោះក៏មានសៀងឈីនិងមិត្តភក្តិរបស់គាត់ម្នាក់ទៀតឈ្មោះថា Katie កំពុងតែរត់គេចពី Zombie ទាំងអស់នោះផងដែរហើយដោយសារតែនៅទីនោះ Zombie បានវាយប្រហារទៅលើមន្ទីរពិសោធន៍របស់ Dr. Hank Pym វាបានធ្វើឲ្យសារធាតុគីមី Pym Particle លេចជ្រាបទៅខាងក្រៅសារធាតុនេះធ្វើឲ្យមនុស្សសត្វនិងសូម្បីតែពពួក Zombie ក៏រីកមាឌធំៗផងដែរហើយនៅពេលដែល Katie និងសៀងឈីរត់ទៅដល់កន្លែងដែលពួកគេស្នាក់នៅ Katie មានការស្លុតចិត្តជាខ្លាំងព្រោះផ្ទះរបស់នាងត្រូវបានបំផ្លាញហើយម៉ាក់របស់នាងក៏ត្រូវបានស្លាប់ទៀតបន្ទាប់មកពួកប៉ូលីសបាននាំពួកនាងរត់ទៅរកទីតាំងដែលមានសុវត្ថិភាពតែសំណាងមិនល្អពួកគេត្រូវបាន Zombie ពាត់ចិត្តបាត់ទៅហើយពួកគេគ្មានជំរឿអ្វីក្រៅពីប្រយុទ្ធជាមួយ Zombie ដើម្បីរស់នោះទេហើយកំឡុងពេលដែលកំពុងតែមានគ្រោះថ្នាក់ឪពុករបស់សៀងឈីក៏បានដឹកនាំគ្នាមកជួយទាន់ពេលនោះឪពុករបស់សៀងឈីបានប្រើកងដៃ The Ten Ring ប្រយុទ្ធជាមួយពពួក Zombie យ៉ាងសាហាវតែនៅពេលដែលគាត់ឃើញសៀងឈីត្រូវបាន Zombie ខាំដៃគាត់ក៏បានលះបង់កងដៃ The Ten Ring របស់គាត់ឲ្យទៅកាន់សៀងឈីដើម្បីការពារវីរុស Zombie កុំឲ្យឆ្លងរីករាលដាលដល់រាងកាយហើយដោយអ្នកទាំងអស់គ្នាបានដឹងហើយថានៅពេលដែលអត់កងដៃឪពុករបស់សៀងឈីគ្មានអីមកផែនោះទេជាលទ្ធផលគាត់ក៏ត្រូវ Zombie ហែកស៊ីយ៉ាងផ្អែមមាត់តែទោះជាយ៉ាងណាក៏មិនផ្អែមដូចបបោមាត់អូនរីនពេតដែរបន្ទាប់មកសៀងឈីនិងគ្នាបានឡើងលើអធម្មភិក្សៈដើម្បីជិះរត់គេចចេញពីទីនេះពួកគេម្នាក់ពិតជាមានការសោកស្ដាយចំពោះរឿងដែលបានកើតឡើងខ្លាំងមែនទែនសាច់រឿងបានកាន់មកដល់រយៈពេល5ឆ្នាំក្រោយមកពេលនេះគាត់ចេះប្រើប្រាស់កងដៃ The Ten Ring យ៉ាងស្ទាត់ជំនាញគាត់ក៏បានឲ្យកងដៃចំនួន4កងទៅកាន់ Katie ដើម្បីទុកប្រើប្រាស់ហើយពួកគេទាំងពីរក៏បានក្លាយជាដៃគូប្រយុទ្ធដ៏ល្អឥតខ្ចោះផងដែរពេលនេះសៀងឈីនិងគ្នាកំពុងតែធ្វើដំណើរទៅកាន់ទីក្រុងនៅលើសមុទ្រហើយនៅតាមផ្លូវធ្វើដំណើរពួកគេក៏បានជួបចោរប្លន់មួយក្រុមតែវាមិនមែនជាឧបសគ្គទេព្រោះសៀងឈីនិងគ្នាអាចចាត់ការបានដោយងាយបន្ទាប់មកពួកគេក៏បានធ្វើដំណើរមកដល់ច្រកចូលទីក្រុងហើយក្រោយពីការត្រួតពិនិត្យចប់សពគ្រប់អ្នកយាមទ្វារក៏អនុញ្ញាតឲ្យក្រុមរបស់សៀងឈីចូលទៅខាងក្នុងនៅទីនោះពួកគេបានជួបជាមួយក្រុមរបស់ប្លេតហើយដោយសារតែដៃរបស់សៀងឈីមានសភាពដូច Zombie វាក៏បានធ្វើឲ្យអបិរេតកាឌៀនមានការយល់ច្រឡំផងដែរហើយបន្ទាប់ពីក្រុមរបស់សៀងឈីនិយាយហេតុផលរួចពួកគេក៏ចុះសម្រុងគ្នាវិញបន្ទាប់មកស៊ីម៉ូក៏បានមកនិយាយជាមួយពួកគេគោលបំណងរបស់គាត់គឺចង់ឲ្យមនុស្សទាំងអស់ទៅរស់នៅឲ្យឆ្ងាយពីពពួក Zombie ហើយគាត់ក៏បានប្រែក្លាយគុក The Rust ឲ្យក្លាយទៅជាទីក្រុងនៅលើទឹកសម្រាប់ពួកគេរស់នៅផងដែរសូមបញ្ជាក់ថាគុក The Rust មានដំណើរការដូចនាវាមុជទឹកដែរគ្រាន់តែវាមានទំហំធំជាងពីមុនគេប្រើប្រាស់វាដើម្បីឃុំអ្នកទោសដែលមានថាមពលខ្លាំងព្រោះថាទោះបីជាអ្នកទោសមានសមត្ថភាពហាយគុកក៏ដោយក៏ពួកគេមិនដឹងរត់គេចតាមណាដែរដោយសារតែគុកនេះស្ថិតនៅក្នុងកណ្ដាលសមុទ្រដ៏សែនឆ្ងាយហើយតែងតែផ្លាស់ប្ដូរទីតាំងជាញឹកញាប់ការប្រែក្លាយគុក The Rust ឲ្យក្លាយទៅជាកន្លែងសម្រាប់មនុស្សរស់នៅជារឿងល្អនៅពេលនេះព្រោះគេអាចនាំមនុស្សឲ្យទៅរស់នៅឲ្យឆ្ងាយពីពពួក Zombie នៅពេលដែលក្រុមរបស់ Blade និងក្រុមរបស់សៀងឈីចូលមកក្នុងគុក The Rust នេះដំបូងពួកគេទទួលបានកន្លែងស្នាក់នៅនិងអាហារហូបចុកគ្រប់គ្រាន់ផងដែរហើយដោយសារតែស៊ីម៉ូជាអ្នកនឹកឃើញមធ្យោបាយនេះអ្នកដែលបានចូលមករស់នៅទីនេះសុទ្ធតែបានស្រែកអរគុណនិងគាំទ្រស៊ីម៉ូជាខ្លាំងបន្ទាប់មកស៊ីម៉ូក៏បាននិយាយទៅកាន់អ្នកទាំងអស់គ្នាថាដើម្បីទទួលបានសុវត្ថិភាពនិងកុំឲ្យ Zombie រកឃើញពួកយើងគួរតែរស់នៅក្នុងបាតសមុទ្រដ៏សែនជ្រៅហើយគាត់ក៏បានបញ្ជាឲ្យអ្នកបើកបរជាមួយគុក The Rust នេះចុះទៅខាងក្រោមបើអ្នកទាំងអស់គ្នាជា fan របស់ Marvel អ្នកទាំងអស់គ្នាប្រកាសជាដឹងហើយថានៅលើគុកមានមនុស្សរស់នៅក្នុងទឹកក៏មានកុលសម្ព័ន្ធថាលោកខានរស់នៅផងដែរកុលសម្ព័ន្ធនេះដឹកនាំដោយ Namor ពួកគេធ្លាប់ទៅកឡុក Wakanda ម្ដងរួចមកហើយពេលនេះពួកគេក៏បានក្លាយទៅជា Zombie ទាំងអស់គ្នាផងដែរហើយនៅពេលដែលពួកគេបើកបរគុក The Rust ចុះមកជិតដល់បាតសមុទ្រវាបានធ្វើឲ្យសម្លេងឮដល់ពពួក Zombie ទាំងនោះហើយពួកក្រុម Zombie ដែលរស់នៅក្នុងទឹកទាំងអស់នោះក៏បាននាំគ្នាហែឡើងតម្រង់ទៅរកគុក The Rust នោះផងដែរបើតាមរយៈរ៉ាដានិងសម្លេងដែល Zombie គោះជញ្ជាំងគុកស៊ីម៉ូនិងចនប្រហែលជាដឹងអំពីវត្តមានរបស់ Zombie ដែលរស់នៅក្នុងទឹកនេះហើយស៊ីម៉ូបានប្រាប់ថា Zombie ធម្មតាគឺមិនអាចបំបែកជញ្ជាំងគុកនេះបានទេហើយបើ Zombie Namor ចេញមុខដោយផ្ទាល់ពួកយើងក៏មានអ្នកខ្លាំងដើម្បីប្រយុទ្ធផងដែរសូមបញ្ជាក់ថាក្រុមរបស់ Blade និងក្រុមរបស់ Shang-Chi មិនទាន់បានដឹងរឿងនេះទេព្រោះកន្លែងដែលគាត់ស្នាក់នៅមានមនុស្សមាត់អ៊ូអរច្រើនដែលជាហេតុធ្វើឲ្យពួកគាត់មិនអាចស្ដាប់សំឡេងរបស់ Zombie ឮសាច់រឿងបានកាត់មកដល់នៅលើផ្ទៃដីត្រង់កន្លែងដែលគាត់បានរស់នៅមុននេះបន្តិច Zombie Okoye ក៏បានដឹកនាំគ្នាមកតាមពួកគាត់ដល់ទីនោះផងដែរតែដែលដឹងថាក្រុមមនុស្សបានចុះទៅរស់នៅក្នុងបាតសមុទ្រអស់ហើយ Zombie Okoye ក៏បានផ្ដល់ដំណឹងទៅកាន់ Zombie Namor ដែលស្ថិតនៅខាងក្រោមទឹកឲ្យធ្វើបេសកកម្មនេះបន្តនៅពេលដែលទទួលបានដំណឹង Zombie Namor ក៏បានហែទៅវាយប្រហារគុក The Rust តែម្ដងហើយពេលដែលគាត់មកវាយប្រហារលើកនេះគឺខុសពីកូនចៅ Zombie របស់គាត់មកវាយប្រហារលើកមុនព្រោះមេដៃរបស់គាត់ធ្វើឲ្យរំកើគុក The Rust និងមានសម្លេងលាន់យ៉ាងខ្លាំងឃើញដូចនេះ Simo ក៏បានដំណើរការគុក The Rust ឲ្យឃុំក្រុមនីមួយៗផងដែរហើយគាត់ក៏បានបញ្ជូនក្រុមរបស់ Blade ចូលទៅខាងក្នុងសមុទ្រដើម្បីឲ្យ Zombie Namor ស៊ីព្រោះគាត់គិតថានៅពេលដែលវាស៊ីឆ្អែតវាមិនវាយប្រហារទៀតទេចំណែកឯក្រុមរបស់ Blade វិញត្រូវបានថាមពល Crystal របស់ Kamala ការពារពួកគេកុំឲ្យលង់ទឹកផងដែរពេលនោះ Zombie Namor ក៏បានឃើញហើយក៏ហក់វាយប្រហារពួកគេដែលបណ្ដាលឲ្យពួកគេខ្ទាតចូលក្នុងគុក The Rust ទាំងអស់គ្នាពេល Simo ឃើញ Zombie Namor ចូលមកខាងក្នុងបែបនេះគាត់ក៏បានដំណើរការគុកមួយទៀតឃុំ Zombie Namor នោះជាប់ហើយដោយសារតែជញ្ជាំងគុក The Rust ត្រូវ
ត្រូវបានធ្លុះធ្លាយវាបានធ្វើឲ្យកូនចៅស៊ូមប៊ីរបស់នេម័រចូលមកជាច្រើនពេលនោះក្រុមរបស់ប្លេតនិងក្រុមរបស់សាំងឈីសហការគ្នាដើម្បីចាត់ការស៊ូមប៊ីទាំងអស់នោះរីឯអ្នកផ្សេងទៀតអ្នកខ្លះក៏បានជិះយានតូចៗដើម្បីរត់គេចចេញពីទីនេះផងដែរហើយបន្ទាប់ពីឃើញស៊ូមប៊ីនេម័រជិតរើខ្លួនរួចអាប៉េស៊ីម៉ូបានបិទច្រកនៅទីនេះហើយវាក៏បានចាក់ចេញទៅមុននៅពេលនោះទឹកហូរចូលកាន់តែច្រើនហើយច្រកទ្វារក៏ត្រូវបានបិទជិតអស់តែក៏ជាសំណាងដែរព្រោះយេលេណាអាចប្រើជំនាញរបស់នាងបើកច្រកចេញមួយបានច្រកចេញនោះគឺជាច្រកចេញដែលអាប៉េស៊ីម៉ូទើបតែចេញទៅមិញនេះឯងបន្ទាប់មកយេលេណាបានហៅគ្នាដែលនៅរស់ឲ្យចាក់ចេញតាមច្រកនេះទាំងអស់គ្នានៅពេលដែលពួកគេរត់ចាក់ចេញបានបន្តិចស៊ុំប៊ីនេម័រក៏មកតាមពួកគេទាន់ហើយវាក៏បានហក់វាយទៅហៅពួកគេភ្លាមតែម្ដងនៅពេលនេះអ្នកប្រកាសជាបានដឹងហើយថាស៊ុំប៊ីនេម័រមានថាមពលខ្លាំងប៉ុណ្ណាវាតែម្នាក់ឯងអាចរុញក្រុមមនុស្សដែលមានសមាជិក8 9នាក់ឡើងប៉ើងទម្លុះទ្វារតែម្ដងកំឡុងពេលដែលគ្នារបស់ពួកគេកំពុងតែប្រយុទ្ធជាមួយស៊ុំប៊ីនេម័រអាប៉េស៊ីម៉ូបានប្រាប់ថាកូនយានទូចមិនអាចដំណើរការបានទេតើតើមានអ្នកទៅបញ្ជានៅបន្ទប់ pilot ទើបពួកយើងអាចជិះកូនយានទូចនេះចាក់ចេញពីទីនេះបានហើយយេលេណាក៏ស្ម័គ្រចិត្តទៅទីនោះដើម្បីបញ្ជាយានងាកមកមើលការប្រយុទ្ធគ្នាវិញស៊ុំប៊ីនេម័របានសម្លាប់គ្នារបស់ពួកគេអស់ជាច្រើនមើលទៅពួកគេទាំងអស់គ្នាគ្មានអ្នកណាម្នាក់អាចទប់ទល់ជាមួយស៊ុំប៊ីនេះបានទេតែនៅពេលដែលវាហក់ខាំចំដៃខាមេឡានាងក៏បានប្រើប្រាស់ថាមពលគ្រីស្តាល់របស់នាងព្រិចដៃយ៉ាងធំធ្វើវាផ្ទុះក្បាលងាប់បាត់ទៅបន្ទាប់មកទ្វាររបស់កូនយានទូចក៏បានបើកហើយពួកគេបញ្ញាប់រត់ចូលក្នុងយាននោះភ្លាមដើម្បីជិះរត់គេចចេញពីទីនេះនៅពេលដែលពួកគេចូលទៅដល់ក្នុងយានទើបពួកគេចាប់អារម្មណ៍ដឹងថាបាត់យេលេណាហើយបន្ទាប់ពីពួកគេបាននិយាយលាគ្នារួចហើយយេលេណាក៏បានចុចដំណើរការយានទូចឲ្យចាក់ចេញពីទីនេះចំណែកឯយេលេណាមានតែអង្គុយដាក់ម៉ូតូត្រៀមចាំស្លាប់នៅទីនោះតែប៉ុណ្ណោះបើយើងមកមើលនៅក្នុងកូនយានតូចឥឡូវនេះពួកគេនៅសល់គ្នាតែ 4-5 នាក់តែប៉ុណ្ណោះហើយក្តីសង្ឃឹមចុងក្រោយដើម្បីរស់ពួកគេមានតែធ្វើដំណើរទៅកាន់នគរ New Asgard ដោយសារទីនោះជាដែនដីរបស់ពពួកព្រះប្រហែលជាពួកគេមានវិធីអាចជួយសង្គ្រោះផែនដីបានហើយសាច់រឿងអេពីសូតទី 2 របស់យើងក៏បានស្លេះតែត្រឹមនេះបើចង់ដឹងថាពួកគេជួបអ្វីខ្លះហើយតើពួកគេអាចជួយសង្គ្រោះផែនដីបានដែរឬទេកុំភ្លេចចុច Sub ឲ្យ Admin ដើម្បីទទួលបានភាគថ្មីកាន់តែលឿនហើយខ្ញុំណាក់នឹងនិយាយទៅកាន់អ្នកទាំងអស់គ្នានៅវីដេអូក្រោយ